ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់នៅក្នុងមេរៀនប្រភេទមុំដែលលំហាត់ហ្នឹងគឺគេឲ្យយើងចូលប្រាប់ប្រភេទមុំតាមរូបភាពខាងក្រោមអញ្ចឹងដើម្បីអាចប្រាប់ប្រភេទមុំបានចាគឺយើងត្រូវតែមើលទៅលើរូបភាពហើយយើងត្រូវស្គាល់ពីប្រភេទមុំដោយក្នុងមេរៀនគឺយើងបានដឹងហើយថាមុំដែលមានរង្វាស់តូចជាង90យើងហៅថាជាមុំស្រួចអានេះរូបរាងមុំកែងចាមុំ90អញ្ចឹងបើវាតូចចាស់វាមកខាងនេះវាប្រហែលតូចអញ្ចឹងឲ្យតែតូចជាងមុំកែងអាហ្នឹងប្រភេទមុំស្រួចហើយបើប្រភេទមួយទៀតគឺវាធំជាងមុំកែងចាអាចចេះឬក៏ចេះពីនេះមកអញ្ចឹងអាហ្នឹងគឺជាមុំទាលហើយមួយទៀតបើសិនជាវារាបស្មើអញ្ចឹងអាហ្នឹងគឺយើងហៅថាមុំរាបហើយបើមុំនឹងមានរង្វាស់90ដឺក្រេអាហ្នឹងយើងហៅថាមុំកែងអាហ្នឹងក្នុងមេរៀនយើងបានរៀនហើយអញ្ចឹងគឺយើងមើលទៅលើរូបភាពទៅចាអញ្ចឹងមើលរូបភាពទី1មុំទី1គេប្រាប់យើងមុំចកឈរហើយគេឲ្យយើងបំពេញប្រាប់គេថាជាមុំអ្វីអញ្ចឹងយើងមើលរូបភាពឲ្យឃើញសិនទៅនេះចកឈរអញ្ចឹងមុំហ្នឹងគឺជាកន្លែងមុំលេខ1អញ្ចឹងបើយើងមើលតាមរូបភាពឃើញថាមុំនេះគឺមានរង្វាស់គឺធំជាង90ហើយចាដោយសារវាហែកលាតអញ្ចឹងមុំនេះគឺធំជាងមុំ90អញ្ចឹងបើធំជាងមុំ90យើងអាចចាដឹងថាមុំកហ្នឹងគឺជាប្រភេទមុំទាលអញ្ចឹងយើងដាក់មកមុំចកឈរជាមុំទាលចាមួយទៀតឥឡូវយើងមើលមុំលេខ2ម្ដងមុំលេខ2ចាយើងរកលេខ2ឲ្យឃើញទៅមុំលេខ2ចឆជចាមុំលេខ2ចឆជចានេះមុំលេខ2នេះអញ្ចឹងបើយើងមើលទៅតាមរូបភាពក៏យើងអាចដឹងដែរថាមុំនេះគឺជាប្រភេទមុំស្រួចបើវាអញ្ចេះគឺវា90ហើយប៉ុន្តែអានេះវាទៅបន្តិចឯងប្រភេទមុំនឹងមានប្រវែងតូចដូចអានេះវាធំចានេះមុំទាលហើយលេខ2នេះចាយើងមើលតាមរូបរាងវាទៅយើងដឹងថាវាជាមុំស្រួចអញ្ចឹងយើងដាក់មកមុំស្រួចចាឥឡូវយើងមើលមួយទៀតមុំលេខ3នេះមុំលេខ3មុំចជួរសចាមុំចជួរសចាំម្ដងនេះអញ្ចឹងយើងមើលរង្វាស់ហើយយើងចំណាំមកបើសិនជាយើងឃើញអ្នកកន្លែងដាក់មុំហ្នឹងគេកាច់កែងចេះអញ្ចឹងនឹងបានន័យថាមុំកែងឬក៏យើងមើលទៅតាមរូបភាពក៏យើងដឹងដែរអានេះកែងទៅខាងលើអញ្ចឹងមុំលេខ3នេះគឺជាប្រភេទចាមុំកែងមួយទៀតមុំលេខ4ចាមើលមុំលេខ4មុំឈួរសដឥឡូវយើងដាក់មកមុំឈួរសដនេះចឹងយើងឃើញថាមុំនេះគេដាក់ជាប្រភេទមុំកែងដែរហើយបើយើងមើលរូបភាពទៅក៏យើងឃើញថាវាជាប្រភេទមុំកែងដែរចឹងយើងដាក់បំពេញមកមុំឈួរសដជាមុំកែងមួយទៀតមុំលេខ5ចាមុំលេខ5សដជួរសនេះឥឡូវនេះគ្រូគូពោះ Q សដជួរចាអញ្ចឹងមុំនេះយើងឃើញថាវាមានតូចចាវាដល់90ទេបើឡើងលើចេះបាន90អញ្ចឹងមុំនេះគឺជាប្រភេទមុំស្រួចមុំសដជួរនេះជាមុំស្រួចយើងដាក់មកមុំស្រួចយើងអាចមើលទៅតាមរូបរាងមុំក៏យើងអាចដឹងថាវាប្រភេទអីដែរចានៅក្នុងនេះបើវាខុសតិចតួចយើងពិបាកមើលប៉ុន្តែរូបភាពនេះគឺដាច់តែម្ដងមកតូចដាច់ហើយបើកែងដាច់មកអានេះទាលដាច់តែម្ដងបើវាខុសតិចតួចអីប្រភេទមុំកែងដល់វាឆិតបន្តិចអីយើងអាចច្រឡំថាវាមុំកែងតែនេះអត់ទេណាគឺរូបភាពវាលក្ខណៈមកច្បាស់ឥឡូវមើលមុំលេខ6ម្ដងមុំលេខ6មុំបឆដអញ្ចឹងយើងរកកន្លែងលេខ6ទៅនេះបចាឆដអញ្ចឹងយើងឃើញថាមុំហ្នឹងនេះយើងមើលទៅឃើញថាវាជាមុំកែងដោយសារបន្ទាត់ពីរនេះជួបគ្នាវាកែងយើងមើលទៅច្បាស់រូបរាងកែងអញ្ចឹងបឆដជាប្រភេទមុំកែងមួយទៀតមុំលេខ7ចាមុំលេខ7សដផនេះ
ចាលេខ7សដល់ផនេះយើងមើលទៅវាដូចនឹងខណៈដែរហើយយើងអាចមើលតាមរូបរាងវាទៅគឺជាប្រភេទមុំកែងអញ្ចឹងយើងដាក់មកមុំសដល់ផជាមុំកែងតមួយទៀតមុំលេខ8ចានេះអានេះគេដាក់សញ្ញាមកច្បាស់តែម្ដងបឆបផឬក៏បផដឆបផត្រូវណានេះមិញអ្នកគ្រូច្រឡំកន្លែងលេខ9ត្រូវមុំទី8មុំទី8នេះចាឆបផអញ្ចឹងយើងមើលទៅគេដាក់រង្វាស់កែងមកស្រាប់ហើយអញ្ចឹងមុំនឹងជាប្រភេទមុំកែងមួយទៀតចាមួយទៀតមុំបជាងមើលតាមលេខក៏បានដែរនៃលេខ9មុំបផដនេះបអានេះទៅជាប៉ះកន្លែងថយក្រោយឥឡូវចូលបន្តបន្តិចវិញឥឡូវយើងមើលមុំលេខ9បផដចាបផដចឹងនេះបផដនេះមុំលេខ9នេះចឹងមុំលេខ9នេះក៏ជាមុំកែងដែរនិយាយទៅ4នេះជាមុំកែងដោយសារយើងមើលរូបរាងវាទៅឃើញថាវាជាប្រភេទរូបរាងមុំកែងដូចយើងមើលផ្ទះគេតែងតែធ្វើកែងទៅលើហើយគេមិនដែលធ្វើ30ដឺក្រេឬក៏120ដឺក្រេទេគេធ្វើ90ដឺក្រេដូចយើងសង់ផ្ទះលើដីអញ្ចឹងអានេះហើយដបូលកន្លែងនេះជាមុំស្រួចអានេះមុំស្រួចអានេះមុំទាលអានេះពីរនេះកែងចឹងតកតងទៅនឹងលំហាត់នៅក្នុងមេរៀនប្រភេទមុំចាក៏មានប៉ុណ្ណឹងចាសូមអរគុណច្រើននិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀត